អ្នកការទូតបញ្ជាក់ថាអ៊ីរ៉ង់នឹងមិនចរចាក្រោមការគម្រាមកំហែងនោះឡើយអ្នកការទូតអ៊ីរ៉ង់មួយរូបបានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃទី22 មេសាឆ្នាំ2026ថាសហរដ្ឋអាមេរិកត្រូវតែបញ្ចប់ការបិទគប់របស់ខ្លួនលើអ៊ីរ៉ង់ជាអ្វីដែលតម្រូវឲ្យមានជាមុនសម្រាប់ការចរចាបទឆបាញ់បន្ថែមទៀតនៅទីក្រុងអ៊ីស្លាមាបាតដោយបន្ថែមថាការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថានកំពុងដំណើរការដើម្បីអនុវត្តលក្ខខណ្ឌរបស់អ៊ីរ៉ង់លោកមុយតាបាហ្វឺរូស៊ីភួរប្រមុខបេសកកម្មអ៊ីរ៉ង់នៅប្រទេសអេស៊ីបានប្រាំសារព័ត៌មាន AP ថាអ៊ីរ៉ង់នឹងមិនចរចាក្រោមការគម្រាមកំហែងនោះឡើយហើយសាធារណរដ្ឋអ៊ីស្លាមនឹងមិនទៅទីក្រុងអ៊ីស្លាមាបាតមុនពេលមានការដកការបិទគប់នេះនោះទេយកតាមសេចក្តីរាយការណ៍បានឲ្យដឹងថាបេសកកម្មរូបនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់បទឆបាញ់ដើម្បីបង្កើនកម្លាំងបន្ថែមទៀតសម្រាប់លទ្ធភាពដែលអាចមានការចាប់ផ្ដើមឡើងវិញនៅប្រតិបត្តិការយោធាលើអ៊ីរ៉ង់លោកបាននិយាយថានៅពីក្រោយឆាពួកគេនិយាយអ្វីមួយប៉ុន្តែនៅទីសាធារណៈពួកគេនិយាយនឹងធ្វើអ្វីផ្សេងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានពន្យាបទឆបាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់កាលពីថ្ងៃអង្គារពលគឺប៉ុន្មានម៉ោងមុនពេលវាផុតកំណត់ដើម្បីអាចឲ្យប្រទេសទាំងពីរបន្តការចរចាសន្តិភាពការពន្យាពេលនេះបានកើតឡើងនៅពេលដែលមន្ត្រីសេដ្ឋវិមានម្នាក់បានបញ្ជាក់ថាអនុប្រធានាធិបតីលោកជេរីវ៉ាន់នឹងមានធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននោះឡើយសម្រាប់ការចរចាជុំថ្មីដែលត្រូវបានគេរំពឹងថានឹងកើតឡើងហើយម្យ៉ាងវិញទៀតប្រទេសអ៊ីរ៉ង់មិនដែលបានប្រកាសនោះទេថាតើខ្លួនបានសម្រេចបញ្ជូនគណៈប្រតិភូទៅដែរឬអត់ដោយឡែកអ្នកនាំពាក្យក្រសួងការប្រទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអែលបានកេអ៊ីបាននិយាយកាលពីថ្ងៃពុធថាការទូតនៅតែជាឧបករណ៍មួយដើម្បីការពារផលប្រយោជន៍ជាតិហើយនឹងត្រូវបានបន្តនៅពេលដែលលក្ខខណ្ឌស្របនឹងផលប្រយោជន៍របស់អ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកបាកេអ៊ីបានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថានចំពោះកិច្ចខិតខំប្រឹងប្រែងសម្រាប់សម្រួលរបស់ខ្លួនដោយបាននិយាយថាសកម្មភាពរបស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងដើម្បីការពារខ្លួនទប់ទល់នឹងការឈ្លានពានយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកបាននិយាយថាអ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់នៅការវិវត្តនៅសមរភូមិនិងនយោបាយខណៈពេលដែលកំពុងចាត់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍និងសន្តិសុខជាតិរបស់ខ្លួនសេចក្តីថ្លែងការណ៍បានបន្ថែមថាអ៊ីរ៉ង់នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួនបន្តការទទួលខុសត្រូវផ្នែកច្បាប់ចំពោះទង្វើឈ្លានពាននិងស្វែងរកសំណងសម្រាប់ការខូចខាតដោយសង្គ្រាមចំណែកឯមន្ត្រីក្រសួងរដ្ឋាភិបាលលោក Scott Bessent បាននិយាយកាលពីថ្ងៃពុធទី22 មេសាឆ្នាំ2026ថាសហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើអ៊ីរ៉ង់តាមរយៈប្រតិបត្តិការ Economic Fury របស់ខ្លួនដោយកត់សម្គាល់ថាការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ផ្ដោតលើការទ្រទ្រង់ចំណូលជាចម្បងរបស់របបនេះតាមរយៈសំណេរបង្ហោះនៅលើបណ្ដាញសង្គម X លោក Bessent បានឲ្យដឹងថាដោយដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបន្តបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់លោក Bessent បានបន្តទៀតថាក្នុងរយៈពេលប្រមាណថ្ងៃទៀតកន្លែងស្តុកប្រេងនៅកោះកៅនឹងពេញហើយអណ្ដូងប្រេងដ៏ភ័យស្រួយរបស់អ៊ីរ៉ង់នឹងត្រូវបិទការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ផ្ដោតលើការទ្រទ្រង់ចំណូលជាចម្បងរបស់របបនេះដោយផ្ទាល់លោក Bessent បានបន្ថែមថាក្រសួងរដ្ឋាភិបាលនឹងបន្តអនុវត្តសម្ពាធអតិបរមាតាមរយៈប្រតិបត្តិការ Economic Fury ដើម្បីបន្ថយជាលំដាប់នូវសមត្ថភាពរបស់ទីក្រុងតេហ៍រ៉ង់ក្នុងការបង្កើតផ្ទេរនិងបញ្ជូនមូលនិធិត្រឡប់ចូលទៅប្រទេសវិញលោកបានព្រមានថាបុគ្គលឬនាវាណាមួយដែលសម្របសម្រួលលំហូរទាំងនេះតាមរយៈពាណិជ្ជកម្មនិងហិរញ្ញវត្ថុដោយសម្ងាត់ប្រឈមនឹងហានិភ័យទណ្ឌកម្មរបស់សហរដ្ឋអាមេរិកយើងបន្តបង្កក់មូលនិធិដែលត្រូវបានលួចដោយថ្នាក់ដឹកនាំពលរលួយតាំងនាមឲ្យប្រជាជនអ៊ីរ៉ង់គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានអនុវត្តការបិទផ្លូវទឹកចំពោះកំពង់ផែអ៊ីរ៉ង់បន្ទាប់ពីការចរចានៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានកាលពីដើមខែនេះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបរាជ័យ